ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំនឹងធ្វើការ record វីដេអូដែលប្រាប់ពីរបៀប remote ពី Windows Client ទៅកាន់ Windows Server អញ្ចឹងយើងចូលទៅកាន់ VMware នៅលើ Windows Server អញ្ចឹងជាដំបូងដើម្បីធ្វើការremote គឺយើងត្រូវការអាសាញ IP របស់វាសិនអញ្ចឹងខ្ញុំធ្វើការឆែកមើល IP របស់វារបស់ Windows Client ចឹងបើវាគឺ 192.168.30.20 ចំពោះWindows Server វិញគឺ IP របស់វាគឺ 192.168.30.10 ចឹងនៅពេលដែលយើងអាសាញ IP របស់វាហើយគឺយើងធ្វើការកំណត់ LAN segment ឲ្យវាសិនគឺយើងជាដំបូងដើម្បីកំណត់វាគឺយើងធ្វើការចូលទៅកាន់ VM setting ហើយយើងចូលទៅកាន់ network adapter ហើយយើងបង្កើត LAN segment ឲ្យវាមួយគឺយើងដាក់ឈ្មោះ VMnet 30ហើយចុច OK ហើយយើងចុចបើកវាយើងចុច OK ទៀតអញ្ចឹងនៅលើ Windows Server គឺយើងកំណត់ហើយយើងត្រូវការកំណត់នៅ Windows Client ម្ដងអញ្ចឹងយើងចូលទៅកាន់ setting ដូចគ្នាហើយយើងយក VMnet 30ដូចគ្នាអញ្ចឹងនៅពេលដែលយើងកំណត់ LAN segment ហើយគឺយើងធ្វើការសាក ping តើវាស្គាល់គ្នាអត់អញ្ចឹងខ្ញុំធ្វើការចូល CMD ហើយយើងចូល Y ping VIP របស់វា 192.168.30.10 ចឹងនៅពេលដែលយើង ping ទៅគឺវាអត់ស្គាល់ទេដោយសារតា Windows Server របស់យើងគឺវាមានការ protect ពី Windows Defender Firewall ចឹងដើម្បីធ្វើការទៅបិទវាគឺយើងធ្វើការចូល search Windows Defender Firewall ចឹងខ្ញុំនឹងប្រាប់ពីរបៀបមួយចឹងនៅកន្លែងនេះបើសិនជាយើងបិទវាដោយនៅកន្លែងនេះវិញហើយយើងធ្វើការសាក ping វាម្ដងទៀតគឺវាស្គាល់ប៉ុន្តែនៅពេលដែលយើងបិទវាបិទ turn off Windows Firewall កន្លែងហ្នឹងទៅគឺយើងគឺ Windows Server របស់យើងគឺអត់សុវត្ថិភាពទេអញ្ចឹងខ្ញុំនឹងធ្វើការបើកវាវិញហើយយើងធ្វើការទៅកំណត់វាដោយ set rule វានៅ advanced setting ហើយយើងចូលទៅកាន់ inbound តមកគឺយើង set new rule កន្លែងនេះគឺយើងយក custom next all program ហើយ next ទៀតកន្លែងនេះគឺយើងត្រូវយក ICMP តមកយើងទៅកាន់ next កន្លែងនេះគឺយើងធ្វើការ next ដូចគ្នា next កន្លែងនេះគឺយើងធ្វើការដាក់ឈ្មោះចឹងខ្ញុំដាក់ឈ្មោះវាon ping ខ្ញុំដាក់ចឹងទៅដោយសារងាយស្រួលយល់ជាងចឹងខ្ញុំធ្វើការ finish ចឹងនៅពេលដែលយើងកំណត់ rule ចឹងហើយគឺយើងធ្វើការមកកាន់ Windows Client របស់យើងហើយយើងធ្វើការ ping វាសាថ្មីនៅពេលដែលយើងកំណត់ rule ចឹងហើយគឺវា ping score ដូចគ្នាបន្ទាប់មកគឺយើងធ្វើការremote ចឹងដើម្បីយើង remote ពី Windows Client មកកាន់ Windows Server បានគឺយើងធ្វើការចូលទៅកាន់ Windows Server ហើយយើងធ្វើការបើក option remote desktop យើង allow វាតមកគឺយើងធ្វើការ apply វា
នៅពេលដែលវា enable ហើយយើងចូលទៅកាន់ Windows Client យើង search ពាក្យថា remote desktop connect ហើយយើងធ្វើការវាយ IP របស់វា 192.168.30.10 ហើយយើងធ្វើការវាយ user វា password នោះយើងនឹងធ្វើការ remote ចូលវាបានសម្រេចអញ្ចឹងការ remote ហ្នឹងក៏យើងអាចវាយ username ក៏បានដែរអញ្ចឹងជាបន្តគឺខ្ញុំធ្វើការបង្ហាញពីការremote បែប software នេះម្ដងគឺយើងចូលទៅកាន់វាយើងអាច install វានៅលើជ្រុងក៏បានចុច next កន្លែងនេះយើង accept next យើងចុច next យើងចុច next install អញ្ចឹងនៅពេលដែលយើង install រួចរាល់ចឹងចូលទៅកាន់ software ហើយយើងធ្វើការវាយ user administrator password អញ្ចឹងគឺយើងធ្វើការវាយឈ្មោះ user របស់យើងគឺយើងចូលទៅកាន់វាសាថ្មីចឹងយើងធ្វើការវាយ user ឈ្មោះរបស់ user Windows Client របស់យើងតោះមកយើងធ្វើការ sign in ចឹងមកដល់ផ្ទាំងកន្លែងនេះបន្តមកគឺយើងធ្វើការចុច add ដើម្បី add Windows Server របស់យើងយើងចុច server តមកគឺយើងធ្វើការវាយឈ្មោះកុំព្យូទ័ររបស់ server របស់យើងអញ្ចឹងឈ្មោះកុំព្យូទ័រ server របស់យើងគឺឈ្មោះយើងចូលទៅធ្វើការឆែកវានេះ DC01 អញ្ចឹងយើងធ្វើការ search DC01 ហើយយើងធ្វើការវាយ
username របស់យើងអញ្ចឹង username វាគឺ administrator passwordនោះគឺយើងធ្វើការ add បានសម្រាប់នេះអញ្ចឹងsoftware មួយនឹងដែរគឺយើងធ្វើការអាចមើល feature របស់ Windows Server របស់យើងបានដូចជាកន្លែង local កន្លែងអីផ្សេងនៅលើនេះបានអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងខ្ញុំសូមអរគុណ